20ឆ្នាំហ្នឹងគឺជាវ័យក្មេងនៅឡើយទេប្រៀបធៀបខ្លួនឯងគឺមួយជីវិតនឹងគ្មានក្តីសុខទេណាដល់គ្នាគ្នាត្រូវចេះធ្វើជាគ្រូរបស់ខ្លួនឯងធ្វើជាមិត្តភក្តិរបស់ខ្លួនឯងធ្វើជាបងស្រីរបស់ខ្លួនឯងសួស្តីអ្នកនរគ្នាខ្ញុំវតីហើយជួយជាមួយ channel របស់ខ្ញុំ Life with វតីដែលជា channel មួយដែលខ្ញុំបង្កើតឡើងដោយនឹងចែករំលែកបទពិសោធន៍នៅក្នុងជីវិតក៏ដូចជាអឺអ្វីដែលខ្ញុំយល់ឃើញពីចក្ខុវិស័យពីទស្សនវិស័យរបស់ខ្ញុំតាក់ទងជាមួយនឹងជីវិតជាពិសេសសម្រាប់ស្រីៗដែលគាត់បានត្រូវការជាមួយនឹងអឺ advice ពីបងស្រីឬក៏មិត្តភក្តិស្រីម្នាក់នៅក្នុងជីវិតដូច្នេះ channel នេះគឺសម្រាប់អ្នកទាំងអស់គ្នាហើយត្រួសពីខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនភាសាម្នាក់ហើយខ្ញុំក៏បានធ្វើការនៅក្នុងអង្គភាពអង្គការហើយនិងក្រុមហ៊ុនឯកជនមួយចំនួនហើយបច្ចុប្បន្នខ្ញុំគឺជាវិធីការនីមួយនាក់ដែលរៀបចំកម្មវិធីក៏ដូចជា host event ផ្សេងៗផងដែរហើយឥឡូវនេះយើងមកជួបជាមួយខ្ញុំនៅក្នុង topic មួយដែលនិយាយថា20 things I wish I knew earlier in my 20s 20រឿងខ្ញុំគួរតែដឹងលឿនជាងនឹងនៅក្នុងខ្ទង់វ័យ20ឆ្នាំហើយខ្ញុំនៅក្នុងវ័យ20ឆ្នាំស្រាប់អញ្ចឹងខ្ញុំបានឆ្លងកាត់បទពិសោធន៍នឹងផ្ទាល់បើសិនជាមាននរណាគេម្នាក់ប្រាប់ខ្ញុំពីមុនមកក្នុងនាមជាបងស្រីរបស់ខ្ញុំជាមិត្តភក្តិស្រីរបស់ខ្ញុំជា mentor របស់ខ្ញុំពិតជាសប្បាយចិត្តហើយខ្ញុំគិតថាខ្ញុំអត់សូវពិបាកទៅដួសឆ្លងកាត់ជីវិតដូចកន្លងមកហើយយ៉ាងណាក្តីឥឡូវយើងមកចូលដល់ចំណុចទី1គ្មាននរណាគេម្នាក់មានអ្វីគ្រប់យ៉ាងឬក៏ជោគជ័យគ្រប់រឿងទេក្នុងវ័យ20ឆ្នាំនិយាយទៅបញ្ឈប់ការគិតថា20ឆ្នាំខ្ទង់វ័យ20ឆ្នាំជាងហ្នឹងគឺជាវ័យមួយដែលយើងចាស់អស់ហើយមិនមែនទេគ្រាន់តែជាការចាប់ផ្ដើមនៃជីវិតទេដូចខ្ញុំនិយាយចឹងអឺអ្នកខ្លះជាពិសេសមនុស្សស្រីមានសម្ពាធខ្លាំងមែនតើនៅក្នុងសង្គមយើងគឺបងឯងតែអាយុលើសពី25ឆ្នាំគ្មានណាគេយកទេឬក៏គេនិយាយថាអូ25ឆ្នាំឡើងទៅគឺចាស់ហើយមនុស្សស្រីធ្វើអីក៏ពិបាកដែរកុំជឿគេឲ្យសោះជឿខ្ញុំ20ឆ្នាំចាប់ពីអាយុ20ឆ្នាំរហូតដល់29ឆ្នាំមុន30ឆ្នាំគឺអ្នកនរគ្នានៅកូនក្មេងនៅឡើយទេតែមិនមែនមានន័យថាខ្ញុំនិយាយចឹងអ្នកនរគ្នាទៅធ្វើអីដែលកូនក្មេងធ្វើណាមិនមែនទេគឺយើងនៅតែជាក្មេងក្នុងវ័យ20ឆ្នាំក្នុងវ័យរបស់យើងប៉ុន្តែយើងរៀនពីជីវិតគឺជាវ័យមួយដែលអ្នកនរគ្នាគួរតែរៀនសូត្រពីកំហុសរៀនសូត្រយកបទពិសោធន៍នៅក្នុងជីវិតអញ្ចឹងកុំគិតឲ្យសោះថា20ឆ្នាំអ្នកនរគ្នាចាស់ហើយហួសពេលធ្វើអ្វីគ្រប់យ៉ាងគឺអ្នកនរគ្នាអាចធ្វើអ្វីៗបានគ្រប់យ៉ាងក្នុងវ័យ20ឆ្នាំហើយអត់អាចហួសពេលបានទេព្រោះក្នុងវ័យ20ឆ្នាំហ្នឹងគឺជាពេលវេលាដែលស័ក្តិសមបំផុតសម្រាប់អ្នកនរគ្នាធ្វើអ្វីៗទោះបីប្រកែកកំហុសក្តីជោគជ័យក្តីគឺគ្រប់យ៉ាងស្ថិតនៅក្នុងវ័យ20ឆ្នាំហ្នឹងហើយមិនចាំបាច់មានអីគ្រប់យ៉ាងបានគេហៅថាមនុស្សជោគជ័យនៅក្នុងវ័យហ្នឹងទេអូខេសួរចំណុចទី2គឺអ្នកនរគ្នាមិនមែនយឺតពេលទេឬក៏មិនមែនជាអ្នកដើរក្រោយគេទេអ្នកនរគ្នាខ្ញុំដឹងថាអ្នកនរគ្នាប្រហែលជាធ្លាប់ឮពាក្យហ្នឹងឯងគេនិយាយថាពេលវេលារបស់មនុស្សម្នាក់ៗគឺអត់ដូចគ្នាទេហេតុអីអាយុគ្រាន់តែជាតួលេខដោយសារតែពេលវេលាអ្នកនរគ្នាក្នុងការជោគជ័យនៅក្នុងការរៀនសូត្រឧទាហរណ៍ក្នុងការធ្វើការគឺនៅក្នុងវ័យរបស់អ្នកទាំងអស់គ្នានៅក្នុងអាយុផ្សេងៗគ្នាហេតុអីបានខ្ញុំនិយាយចឹងពីព្រោះបទពិសោធន៍របស់មនុស្សអឺ background របស់មនុស្សផ្នត់គំនិតរបស់មនុស្សការគិតការរៀនសូត្រគ្រប់យ៉ាងគឺខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់សូម្បីតែ twin ណាសូម្បីតែកូនភ្លោះកើតមកមុខដូចគ្នាឪពុកម្ដាយជាមួយគ្នាកើតមកក្នុង environment ដូចគ្នាធ្វើអ្វីគ្រប់យ៉ាងស្រដៀងគ្នាស្លៀកពាក់កៅអៅដូចគ្នាជួបមុខគ្នារាល់ថ្ងៃគេងខាងមួយគ្នាក៏ពួកគាត់មិនដូចគ្នាដែរក៏ពួកគាត់មាន timeline របស់ពួកគាត់ផ្សេងគ្នាដែរមិនអញ្ចឹងអ្នកនរគ្នាអត់អាចគិតថាខ្លួនឯងនឹងអូយឺតពេលហើយដើរក្រោយគេឃើញគេជោគជ័យដូចខ្ញុំអញ្ចឹងណាខ្ញុំក៏ដើរក្នុងគន្លងហ្នឹងរួចហើយគឺឥឡូវហ្នឹងនៅតែបរៀនខ្លួនឯងនៅតែរំលឹកខ្លួនឯងគឺថាអូយខ្ញុំអន់ជាងគេខ្ញុំយឺតជាងគេហើយគេគ្រប់គ្នាអ្វីប៉ិនខ្ញុំ20ជាងហ្នឹងគឺគេបើនិយាយត្រង់ទៅអ្នកខ្លះគាត់មានគ្រួសារគាត់មានស្វាមីគាត់មានកូនអ្នកខ្លះទៀតគាត់មាន business ខ្លួនឯងជោគជ័យក្នុងវិស័យ business របស់គាត់រកស៊ីរកអីហ្នឹងទៅអ្នកខ្លះទៀតគាត់មានការងារគាត់ឡើងអា corporate ladder ហ្នឹងលឿនមែនតើគាត់មាន promotion គាត់ខ្លាយទៅជា manager ខ្លាយទៅជា supervisor ខ្លាយទៅជា CEO អស់ហើយអញ្ចឹងណាប៉ុន្តែតើមានន័យថាខ្ញុំនឹងអន់ជាងគេអត់តើមានន័យថាខ្ញុំនឹងអឺ
យឺតណាស់មនុស្សដើរយឺតណាស់អត់អាចជោគជ័យទេហួសពេលអត់ទេអ្នកនរគ្នាព្រោះអីដូចខ្ញុំនិយាយចឹងថាពេលវេលាគឺសម្រាប់មនុស្សម្នាក់ៗគឺផ្សេងគ្នាឥឡូវយើងមកចូលដល់ចំណុចទី3ចំណុចទី3ហ្នឹងគឺជាចំណុចដែលសំខាន់គឺរៀនរស់នៅម្នាក់ឯងហេតុអីបើអ្នកទាំងអស់គ្នាគិតថាខ្លួនឯងក្នុងវ័យ20ឆ្នាំហ្នឹងត្រូវតែនៅតែទៅណាតើមានគ្នាត្រូវតែរស់នៅតើមានដៃគូតើមានស្នេហាតើញ៉ាំអីតើមានអ្នកទៅជាមួយទៅមើលកុនតើមានអ្នកទៅជាមួយធ្វើអីតើមានគេនាំឬក៏យើងត្រូវតែដឹកដៃអ្នកណាផ្សេងទៅជាមួយយើងព្រោះយើងអាចនៅជាមួយខ្លួនឯងបានណា This is a big mistake អ្នកទាំងអស់គ្នាត្រូវតែរៀនរស់នៅជាមួយខ្លួនឯងត្រូវតែរៀន enjoy your own company នេះគឺជា skill នេះគឺជា skill នេះគឺជាជំនាញដែលអ្នកនរគ្នាត្រូវតែរៀនហើយត្រូវតែប្រកែហេតុអីព្រោះយើងដើម្បីរៀនអ្វីបានច្រើននៅក្នុងជីវិតអ្នកនរគ្នាអាចរំពឹងផ្អែកទៅលើអ្នកដទៃបានទេអ្នកនរគ្នាអាចចាំឲ្យអ្នកណាគេម្នាក់មកប្រាប់អ្នកនរគ្នាធ្វើអ្វីមួយរៀនអ្វីមួយទៅកន្លែងណាមួយអត់ទេអ្នកនរគ្នាត្រូវចេះធ្វើជាគ្រូរបស់ខ្លួនឯងធ្វើជាមិត្តភក្តិរបស់ខ្លួនឯងធ្វើជាបងស្រីរបស់ខ្លួនឯងធ្វើជាជួនកាលឪពុកម្ដាយរបស់ខ្លួនឯងទៀតខ្ញុំមិនមែនប្រាប់អ្នកនរគ្នាថាកុំឲ្យមានមិត្តភក្តិកុំឲ្យទៅដើរលេងជាមួយមិត្តភក្តិត្រូវតែនៅម្នាក់ឯងដាច់ខាតមិនមែនចឹងទេតែខ្ញុំអ្វីដែលខ្ញុំកំពុងប្រាប់អ្នកនរគ្នាមានន័យថាបើយើងមានមិត្តភក្តិហើយល្អយើងមានមិត្តភក្តិល្អរឹតតែល្អយើងមានអ្នកណែនាំអប់រំអ្នកត្រួសត្រាយផ្លូវអ្នកប្រាប់រឿងល្អគឺជារឿងប្រសើរប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចេះធ្វើអ្វីដោយខ្លួនឯងដូចគ្នាដើម្បីនៅពេលណាមួយដែលយើងអត់មានអ្នកដែលនៅជុំវិញខ្លួនយើងមកដឹកដៃយើងមកប្រាប់យើងមកនៅជាមួយយើងដើរលេងមួយយើងក៏អត់មានបញ្ហាយើងនៅតែសប្បាយចិត្តយើងនៅតែជាយើងជីវិតរបស់យើងមានន័យនៅពេលដែលយើងមានមនុស្សល្អនៅជុំវិញខ្លួនហើយរឹតតែមានន័យនៅពេលដែលយើងស្រឡាញ់ខ្លួនឯងចូលចិត្តខ្លួនឯង enough គ្រប់គ្រាន់ក្នុងការរស់នៅជាមួយខ្លួនឯងពេញចិត្តខ្លួនឯងធ្វើអ្វីៗដើម្បីខ្លួនឯងម្នាក់ឯងសម្រាប់ខ្ញុំអត់មានបញ្ហាទេក្នុងការទៅមើលកុនទៅដើរលេងទាំងក្នុងនិងក្រៅប្រទេសទាំងទៅញ៉ាំអីនៅតាមភោជនីយដ្ឋានទៅកន្លែងគ្រប់កន្លែងដូចជានៅហាងកាហ្វេទៅធ្វើការទៅណាក៏បានក៏ខ្ញុំទៅម្នាក់ឯងបាននឹងគឺជាជំនាញមួយដែលធ្វើឲ្យខ្ញុំនឹងមានភាពជឿជាក់ហើយមានភាពខ្លាំងពីខាងក្នុងខ្លាំងហ្នឹងគឺខ្លាំងអីគេខ្លាំងផ្នែកបញ្ញាស្មារតីយើងនឹងថឹងយើងអត់ខ្លាចអត់ចុះញោមនៅពេលដែលយើងនៅទៅណាម្នាក់ឯងចូលរួមកម្មវិធីម្នាក់ឯងគឺយើងអត់ខ្លាចគេទេអញ្ចឹងយើងមានឱកាសច្រើនផ្ដល់ឱកាសទទួលបានឱកាសច្រើនសម្រាប់ខ្លួនឯងណាប៉ុន្តែមានន័យថាតើខ្ញុំនឹងមានមិត្តភក្តិអត់ខ្ញុំមានមិត្តភក្តិខ្ញុំទៅណាខ្ញុំចូលចិត្តដើរលេងមួយមនុស្សណាខ្ញុំចូលចិត្តជួបមនុស្សថ្មីហើយចូលចិត្តសប្បាយជាមួយមិត្តភក្តិណាប៉ុន្តែ I enjoy my own company ហើយឥឡូវយើងមកចូលដល់ចំណុចទី4ចំណុចទី4គឺរៀនវិនិយោគនៅលើខ្លួនឯងវិនិយោគលើខ្លួនឯងជាជាងអួតអ្នកដទៃកុំចង់អួតគេនៅលើអ៊ីនធឺណិតនៅអនឡាញមើលទៅលយក្លីបហៃសូលយឆាយដើម្បីតែអួតអ្នកដទៃតែយើងត្រូវវិនិយោគខ្លួនឯងតែចំណុចនេះមានន័យថាម៉េចមានន័យថាអឺជាជាងការដែលយើងនេះទៅសម្ភារៈនិយមច្រត់ទិញនេះទិញនោះចេះចោះផុសអួតគេហើយអស់ទៅលើខ្លួនឯងហើយចុងក្រោយអត់បានអីមកវិញតែមិនមែនមានថាអ្នកនរគ្នាអាចធ្វើបានឲ្យតែអ្នកនរគ្នាសប្បាយចិត្តប៉ុន្តែបើសិនជាអ្នកនរគ្នាចំណាយពេលវេលាហើយនឹងថវិកាហើយនឹងធនធានទិញសៀវភៅយកមកអានស្ដាប់ podcast ចូលរួមវគ្គខ្លីៗរៀនសូត្រព្យាយាមអានសៀវភៅធ្វើអីឲ្យបានច្រើនដែលជាប្រយោជន៍ឲ្យអ្នកនរគ្នានឹងគេហៅថាការវិនិយោគនៅលើខ្លួនឯងហើយនៅពេលដែលយើងមានចំណេះដឹងមានជំនាញមានបទពិសោធន៍អ្នកនរគ្នាមិនចាំបាច់អួតគេគឺគេមើលឃើញហ្មងគឺគេសរសើរគេពេលយើងទៅសេអីទៅពេលយើងនិយាយអីចេញទៅពេលយើងផុសអីចេញទៅពេលយើងរៀបចំខ្លួនការតុបតែងខ្លួនមើលទៅគឺវាចុះចំណោមមើលទៅគឺ unique មើលទៅគឺប្លែកស្រស់ស្អាតគួរឲ្យសរសើរអញ្ចឹងមកខ្ញុំនិយាយថាអ្នកនរគ្នារៀនវិនិយោគលើខ្លួនឯងកុំសំដែងសំញែងហើយអួតតែម្យ៉ាងគឺព្យាយាមវិនិយោគវិញពីខាងក្នុងមកនេះកន្លែងនេះគឺសំខាន់ប្រាជ្ញាគឺសំខាន់ណាស់អ្នកនរគ្នារូបរាងខាងក្រៅអ្វីដែលនៅខាងក្រៅវាសំខាន់ដែរប៉ុន្តែបើអ្នកនរគ្នាមានតែខាងក្រៅសបកក្រៅនៅពេលដែលនិយាយមួយគេទៅអត់មានអីដែលជា
អ្វីដែលគួរឲ្យចិត្តមានចំណាប់អារម្មណ៍ក្នុងការនិយាយពេលគេនិយាយគោយើងចេញក្របីពេលគេនិយាយពីនេះគេភាសាអីដែលមានប្រយោជន៍អ្នកនរគ្នាទៅនិយាយតើអូ selfie ខ្ញុំលួចស្រឡាញ់ម្នាក់នោះម្នាក់នោះស្អាតសង្ហាខ្ញុំចង់នៅមួយគាត់និយាយទៅជារឿងដែលអត់ប្រយោជន៍បើអ្នកនរគ្នានិយាយទៅរឿងអត់ប្រយោជន៍គ្មាននរណាគេឲ្យតម្លៃអ្នកនរគ្នាទេទោះបីអ្នកនរគ្នាតែងខ្លួនស្អាតប៉ុណ្ណាក៏ដោយប៉ុន្តែបើមានរូបរាងស្អាតត្រូវអត់មានការអប់រំខ្លួនឯងរៀនសូត្រអ្វីថ្មីរៀនពី YouTube រៀនពី channel អ្នកនេះអ្នកនោះអានសៀវភៅreflect លើខ្លួនឯងនៅពេលដែលអ្នកនរគ្នាហាមាត់និយាយទៅគឺគេទៅសើគេថាម្នាក់ហ្នឹងមានចំណេះខ្ញុំអាចរៀនអ្វីបានពីម្នាក់ហ្នឹងឬក៏ខ្ញុំអាចរាប់អានគាត់ទទួលបានតម្លៃមួយពីគាត់ក្នុងការរាប់អានគាត់ដូចគ្នាអញ្ចឹងចំណុចហ្នឹងក៏សំខាន់ដូចគ្នាចំណុចទី5ភាពជឿជាក់ចេញមកពីខាងក្នុងហើយកើតឡើងពីការរក្សាពាក្យសន្យាមកកាន់ខ្លួនឯងហើយខ្ញុំនឹងបង្កើតវីដេអូមួយលម្អិតទៅលើចំណុចមួយហ្នឹងប៉ុន្តែឥឡូវខ្ញុំនិយាយធួសអ្នកដែលមានបទពិសោធន៍គឺគាត់ដឹងហើយថាការជឿជាក់មិនមែនកើតចេញមកពីអ្នកដទៃប្រាប់យើងថាយើងស្អាតយើងសង្ហាយើងប្រកែយើងល្អអញ្ចេះល្អអញ្ចោះបានយើងមានភាពជឿជាក់លើខ្លួនឯងឯងវាចេញមកពីខាងក្នុងហើយចេញមកពីខាងក្នុងហ្នឹងកើតមកពីចំណុចសំខាន់មួយគឺយើងពេលដែលយើងសន្យាថាធ្វើអីមួយគឺយើងរក្សាពាក្យសន្យាជាពិសេសពាក្យសន្យាមកកាន់ខ្លួនឯងឧទាហរណ៍ថាបើអ្នកនរគ្នាប្រាប់ខ្លួនឯងថាអូថ្ងៃហ្នឹងខ្ញុំត្រូវតែទៅហាត់ប្រាណហើយស្រាប់តែដល់ម៉ោងស្មើហ្នឹងដែលយើងកំណត់គោលដៅពីល្ងាចស្អែកពីល្ងាចម្សិលមិញថាអូស្អែកខ្ញុំងើបលឿនខ្ញុំទៅហាត់ប្រាណឬក៏អូចេញពីធ្វើការខ្ញុំទៅហាត់ប្រាណស្រាប់តែអ្នកនរគ្នាស្រាប់តែដល់ពេលដែលកំណត់ហ្នឹងហើយទៅជានិយាយថាខ្ជិលណាស់អត់មានកម្លាំងឯងយើងអត់រក្សាពាក្យសន្យាហ្នឹងមកខ្លួនឯងណាអ្នកនរគ្នាធ្វើអញ្ចឹងម្ដងទៅ2ដងទៅ3ដងទៅ4ដងអត់ដើរបានតែហាត់ប្រាណហើយតែអ្នកនរគ្នាចាប់ផ្ដើមបាត់បង់ភាពជឿជាក់នៅលើខ្លួនឯងពួកអីតែយើងខ្លួនឯងនិយាយសន្យាខ្លួនឯងដើម្បីខ្លួនឯងយើងធ្វើអត់បានផងហ្នឹងហើយយើងទៅជឿជាក់ខ្លួនឯងមិនត្រូវអត់ហើយចំណុចហ្នឹងសំខាន់ណាស់នៅពេលដែលយើងរក្សាភាពជឿជាក់នៅពេលដែលយើងរក្សាពាក្យសន្យាមកកាន់ខ្លួនឯងណានៅក្នុងខួរក្បាលរបស់យើងហ្នឹងចាប់ផ្ដើមគិតខួរក្បាលរបស់យើងហ្នឹងចាប់ផ្ដើមដឹងថាខ្ញុំសន្យាថាធ្វើអញ្ចេះដើម្បីខ្លួនឯងដល់ពេលខ្ញុំរក្សាភាពអឺការសន្យាហ្នឹងមកកាន់ខ្លួនឯងខ្ញុំជឿជាក់លើខ្លួនឯងបានអញ្ចឹងខ្ញុំជាមនុស្សមួយដែលអាចជឿជាក់បានអញ្ចឹងខ្លួនរបស់យើងគិតខ្លួនឯងអញ្ចឹងខ្ញុំជាមនុស្សម្នាក់ដែលអាចជឿជាក់បានដោយសារខ្ញុំរក្សាពាក្យសន្យាដើម្បីខ្លួនឯងហើយនៅពេលដែលយើងចាប់ផ្ដើមជឿជាក់លើខ្លួនឯងចាប់ផ្ដើមជឿលើខ្លួនឯងដែលយើងរក្សាភាពសន្យានឹងបានអ្នកផ្សេងទៀតក៏គេជឿយើងដែរអ្នកផ្សេងទៀតគេមើលមកយើងនិយាយអីទៅយើងរក្សាពាក្យសន្យាជាមួយអ្នកដទៃដែរគឺគេជឿជាក់មកលើយើងអាហ្នឹងណាគឺមាន credit នៅក្នុងសង្គមនៅពេលដែលយើងរក្សាពាក្យសន្យាហើយយើងមាន credit នៅក្នុងខ្លួនរបស់យើងទៀតភាពជឿជាក់ហ្នឹងកើតមកពីចំណុចចឹងដែលអ្នកនរគ្នាជួនកាលគិតអត់ដល់ទេចំណុចទី6មិនមែនគ្រប់គ្នាត្រូវតែរើក្នុងជីវិតរបស់អ្នកទាំងអស់គ្នាទេអ្នកខ្លះគាត់មកអ្នកខ្លះគាត់ទៅអ្នកខ្លះគាត់មកហើយដើម្បីទៅ not everyone is meant to stay អូខេអញ្ចឹងអានេះតកតងជាមួយនឹងទាំងមិត្តភ័ក្តិទាំងស្នេហាឬក៏គ្រួសារដែរអញ្ចឹងមានន័យថាក្នុងបទពិសោធន៍ក្នុងជីវិតហ្នឹងគ្រប់គ្នាគឺមានមនុស្សជាច្រើនដែលនឹងចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាអញ្ចឹងយើងនឹងជួបមនុស្សផ្សេងគ្នាវ័យផ្សេងគ្នាមកពី background ផ្សេងគ្នានៅក្នុងបរិបទផ្សេងគ្នាប៉ុន្តែមិនមែនគ្រប់គ្នាឲ្យតែអ្នកទាំងអស់គ្នាជួបអ្នកទាំងអស់គ្នាស្គាល់អ្នកទាំងអស់គ្នារាប់អានអ្នកទាំងអស់គ្នា fall in love with អ្នកទាំងអស់គ្នាអឺ grow up ជាមួយគ្នា like ពេញវ័យមកជាមួយគ្នាត្រូវតែនៅក្នុងជីវិតអ្នកទាំងអស់គ្នាទេមិនមែនទេអនុញ្ញាតឲ្យពួកគាត់ចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាតែក៏អាចអនុញ្ញាតឲ្យពួកគាត់ដើរចេញពីជីវិតអ្នកទាំងអស់គ្នាហើយអនុញ្ញាតឲ្យខ្លួនឯងទទួលស្គាល់ការពិតម្ដងទៀតអនុញ្ញាតឲ្យខ្លួនឯងទទួលស្គាល់ការពិតថាគ្រប់គ្នាមានសិទ្ធិក្នុងការដើរចេញពីជីវិតអ្នកទាំងអស់គ្នាហើយបើសិនជាពួកគាត់នៅក្នុងជីវិតរបស់យើងហើយយើងសប្បាយចិត្តប៉ុន្តែយើងជាអ្នកធ្វើឲ្យពួកគាត់អត់សប្បាយចិត្តធ្វើឲ្យពួកគាត់ខូចចិត្តពួកគាត់ប្រកាសជាដើរចេញពីពួកយើងហើយឧទាហរណ៍បើសិនជាយើងអត់បានធ្វើអីគេខុសហើយយើងជាមនុស្សល្អយើងជាមិត្តភក្តិល្អជាដៃគូល្អជាមនុស្សម្នាក់ដែលល្អនៅក្នុងទំនាក់ទំនងមួយហ្នឹងហើយបើពួកគាត់ចង់ដើរចេញពីជីវិតអ្នកនរគ្នាក៏ឲ្យពួកគាត់ដើរចេញទៅប៉ុន្តែមិនមែនជារឿងងាយស្រួលទេខ្ញុំនឹង cover នៅក្នុង topic មួយនឹងផ្សេងទៀតក្នុងវីដេអូផ្សេងទៀតប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេអ្នកខ្លះគាត់និយាយទៅថា
ផ្សំខ្លួនឯងជាមួយនឹងមនុស្សម្នាក់ឬក៏មនុស្សផ្សេងៗនៅក្នុងជីវិតរបស់ពួកគាត់ណាដែលទាំងដែលពួកគាត់ដល់ពេលដែលគាត់ត្រូវដើរចេញនៅក្នុងហេតុផលផ្សេងៗគ្នាហើយគាត់អត់ព្រមឲ្យពួកគាត់ចេញទៅនៅត្រាំត្រែងនៅយំនៅទុក្ខសោកនៅគិតច្រើនរឿងហ្នឹងរឿងធម្មតាប៉ុន្តែត្រូវទទួលស្គាល់ការពិតថាពួកគាត់មិនមែនតម្រូវឲ្យរស់នៅក្នុងជីវិតអ្នកនរគ្នាមួយជីវិតទេពួកគាត់មានសិទ្ធិដើរចេញដូចគ្នាហើយយើងអនុញ្ញាតឲ្យពួកគាត់ដើរចេញឬក៏នៅបន្តនៅក្នុងជីវិតរបស់ពួកយើងដោយម្នាក់នោះជាអ្នកសម្រេចចិត្តយើងអាចបង្ខំគេបានទេទី7 protect your peace protect your peace ខ្មែរយើងនិយាយថាម៉េចណោះអូរក្សាសន្តិភាពផ្លូវចិត្តរក្សាសន្តិភាពផ្លូវចិត្តអ្នកនរគ្នា protect your peace ពីមុនមកខ្ញុំអត់យល់ទេអីគេ protect your peace ហ្នឹងនោះគឺឲ្យតប៉ាំងគឺប្រៅហើយអាហ្នឹងចរិតខ្ញុំអ្នកនរគ្នាអ្នកស្គាល់ខ្ញុំពីក្មេងគឺដឹងហើយឥឡូវហ្នឹងខ្ញុំមិនអាច promise ថាខ្ញុំនឹង protect my peace every time ទេប៉ុន្តែខ្ញុំព្យាយាមហើយខ្ញុំកំពុងតែរៀនដូចគ្នាអញ្ចឹងខ្ញុំចង់បកចែករំលែកកន្លែងហ្នឹងមានន័យថាមិនមែនគ្រប់រឿងគឺអ្នកនរគ្នាត្រូវតែប្រកែកមិនមែនគ្រប់ចំនួនអ្នកនរគ្នាត្រូវតែឈ្នះមិនមែនគ្រប់ស្ថានភាពអ្នកនរគ្នាត្រូវតែពាក់ព័ន្ធទេបើសិនបើមើលទៅអត់តំណងមើលទៅអាចនឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ឬក៏បណ្ដាលឲ្យមានបញ្ហាដែលខាត់ពេលវេលាខាត់ថវិកាខាត់ប៉ះពាល់ផ្លូវចិត្តរបស់យើងឬក៏ជួនកាលមានគ្រោះថ្នាក់ដល់រាងកាយរបស់យើងមិនទៅពាក់ព័ន្ធទេយើងមិនបាច់ចង់ឈ្នះពេកទេដែលលើពាក្យនិយាយទៅខ្ញុំជឿពាក្យហ្នឹងពេលខ្ញុំធំណាខ្ញុំជឿពាក្យថាចាញ់ជាព្រះឈ្នះជាមារខ្ញុំមិនមែនចង់ធ្វើជាព្រះទេប៉ុន្តែនៅពេលដែលយើងជួនកាលពេលខ្លះយើងត្រូវចាញ់ដែរពេលខ្លះយើងចង់ឈ្នះយើងឈ្នះបានបើសិនជាយើងផ្ដល់ជាប្រយោជន៍អីមួយយើងឈ្នះហើយយើងប្រាប់គេក្នុងសន្តិវិធីប៉ុន្តែបើសិនជាយើងឈ្នះហើយយើងខ្លាចទៅជាមនុស្សអាក្រក់ក្នុងផ្នែកគេហើយយើងបាត់បង់មិត្តភាពយើងបាត់បង់ដៃគូយើងបាត់បង់គ្រួសារយើងបាត់បង់មនុស្សសំខាន់ក្នុងជីវិតយើងគ្រាន់តែរឿងឆ្លោះប្រកែកគ្នាតិចតួចឬក៏ពេលខ្លះឆ្លោះប្រកែកគ្នាហើយដល់ឈានដល់ការវាយដំច្រំធាក់ឬក៏មានរឿងផ្សេងៗទៀតដែលជារឿងអវិជ្ជមានយើងមិនចង់ឈ្នះទេយើងដើរចេញទៅពេលខ្លះមិនចាំបាច់ខាតពេលខាត energy ខាតកម្លាំងដើម្បីចង់ឈ្នះមួយគេទេ protect your peace រក្សាសន្តិភាពផ្លូវចិត្តនៅពេលដែលចិត្តយើងអត់សូវមួម៉ៅអត់សូវគិតច្រើនអត់សូវចង់ឈ្នះគេហ្នឹងយើងឈ្នះហើយគឺយើងឈ្នះខ្លួនឯងហើយយូរទៅអ្នកណាត្រូវអ្នកណាខុសពេលវេលានឹងបញ្ជាក់ហើយពេលខ្លះយើងមិននិយាយច្រើនទេអ្នកខ្លះអ្នកនឹងខុសគេដឹងខ្លួនពេលក្រោយហើយខ្មាស់ខ្លួនឯងទៀតអញ្ចឹងឲ្យគេធ្វើអីធ្វើទៅយើងមិនចង់ឈ្នះច្រើនពេកទេអូខេចំណុចទី8នោះសំខាន់ខ្ញុំកំពុងតែរៀន learn about money as early as possible ដល់សម័យនេះហើយណាអ្នកនរគ្នាមិនជំនាន់ខ្ញុំពីមុនមកក្មេងកើតកៅក្រាស់ហ្នឹងទេគឺមនុស្សឥឡូវបើសិនជាអត់ចេះអីគឺត្រូវគឺមានអ្វីគ្រប់យ៉ាងដែលអ្នកនរគ្នារៀនបានពី YouTube ពី website ពី AI គ្រប់យ៉ាងពីសៀវភៅពីគ្រូពីអ្នកមុនរៀមច្បងបើអ្នកនរគ្នាចង់ចេះអីគឺងាយមែនតើកុំឲ្យដូចខ្ញុំនៅតែប្រើ less ខ្ញុំគិតថាអូខ្ញុំជំនាន់មុនប៉ុន្តែតាមពិតទៅឥឡូវហ្នឹងក៏ខ្ញុំកំពុងតែរៀនពី money ពីលុយរៀនពីលុយហ្នឹងមិនរៀនរបៀបគ្រប់គ្រងលុយរៀនរបៀបអន្សំលុយខ្ញុំអត់សូវប៉ាកែមួយលុយទេអ្នកនរគ្នាខ្ញុំចាយលុយអឺចាយលុយអត់គិតដូចគ្នាទេអ្នកនរគ្នាមានបណ្ណាចាយប៉ុណ្ណឹងដែរប៉ុន្តែដូចខ្ញុំនិយាយចឹងថាខ្ញុំ I wish I knew earlier ខ្ញុំ wish ថាខ្ញុំហ្នឹងបានរៀនពីលុយតាំងពីវ័យ20ឆ្នាំចុះថាចេះរកលុយតែមិនចេះរកលុយតាំងពីក្មេងជាងហ្នឹងមិនដឹងថានិយាយទៅយើងនិយាយថា20ឆ្នាំទៅថារកលុយបានហ្នឹងបើចេះសំចេះវិនិយោគចេះចាយត្រូវកន្លែងចេះគ្រប់គ្រងលុយខ្ញុំស្មានតែខ្ញុំនិយាយមែនមិនដែរអ្នកនរគ្នាកុំធ្វើដូចខ្ញុំកុំបកកែកំហុសដូចខ្ញុំអ្នកក្មេងៗជាងខ្ញុំអីហ្នឹងរៀនពីលុយអ្នកនរគ្នារៀនពីលុយរៀនសំលុយហើយមិនមែនសំគឺល្អតែមុខទេរៀនប្រើលុយបង្កើតលុយអ្នកនរគ្នាណាខ្ញុំកំពុងរៀនដូចគ្នាអញ្ចឹងចំណុចហ្នឹងសំខាន់ណាស់សម្រាប់វ័យ20ឆ្នាំហ្នឹងចំណុចបន្ទាប់កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃហើយការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃហ្នឹងគឺជាវិធីសាស្ត្រលឿនបំផុតក្នុងការឲ្យខ្លួនឯងហ្នឹងបាក់ទឹកចិត្តហើយអត់សុបាយចិត្តអូខេគ្រប់គ្នាខ្ញុំនិយាយចំណុចមុនហ្នឹងគឺថាគ្មាននរណាគេដូចគ្នាទេហើយគ្រប់គ្នាគឺមានរឿងមានបទពិសោធន៍មាន uniqueness រៀងៗខ្លួនអញ្ចឹងបើយើងតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺ
គឺខុសហើយគឺយើងគ្មានក្តីសុខទេគ្មានទេក្នុងខ្លួនហ្នឹងគឺចាំតែមួម៉ៅចាំតែពិបាកចិត្តចាំតែអូយមើលម្នាក់នោះមានអានេះមើលម្នាក់នោះធ្វើនេះមើលម្នាក់នោះនៅមួយអ្នកនេះអញ្ចឹងយើងប្រៀបធៀបខ្លួនឯងមួយគេយើងមិនមែនជាគេទេគឺយើងមានខ្លួនឯងរៀនរស់ជាខ្លួនឯងបានយើងសប្បាយចិត្តហ៊ានស្រឡាញ់នៅអ្វីដែលខ្លួនឯងមានធ្វើនិងខ្លាចជាអញ្ចឹងទៅបើយើងនៅតែប្រៀបធៀបខ្លួនឯងគឺមួយជីវិតនឹងគ្មានក្តីសុខទេអ្នកនរគ្នាបើយើងឥឡូវឡើងនិយាយថាអញ្ចេះពេលយើងមានកង់ឥឡូវដំបូងនិយាយថាយើងដើរយើងចំណេះអ្នកមានកង់មិនមានកង់ហើយយើងនៅតែប្រៀបធៀបខ្លួនឯងទៀតចំណេះអ្នកមានម៉ូតូអីគេទៀតឥឡូវមានម៉ូតូហើយចំណែនគេទៀតណាមើលអ្នកមានឡានឥឡូវមានឡានហើយចំណែនអ្នកមានឡានទំនើបព្រោះយើងមានឡានល្មមៗបើកទៅបានមានឡានហើយមកទៀតចំណែនអ្នកដែលគាត់មានអធម្មភិកចៈអឺមិនអញ្ចឹងវិញឃើញអត់មានក្តីសុខអត់បើរស់អញ្ចឹងបើយើងប្ដូរពីកន្លែងប្រៀបធៀបខ្លួនឯងហ្នឹងទៅជាអញ្ចេះយើងឃើញគេតែយើងមិនប្រៀបធៀបថាខ្លួនឯងមើលងាយខ្លួនឯងអន់ទេឥឡូវថាមានកង់ឃើញគេមានម៉ូតូយើងមិនចេះប្រៀបធៀបអូយអញអន់ណាមានគេមានម៉ូតូឬក៏យើងមានម៉ូតូតែគេមានឡានយើងចំណែនគេយើងខំប្រៀបធៀបខ្លួនឯងvớiគេហើយយើងអត់មានក្តីសុខហើយយើងអត់ពេញចិត្តនៅអ្វីដែលខ្លួនឯងមានចុះបើយើងប្ដូរទៅជាថាអូគេមានឡានមានម៉ូតូឥឡូវខ្ញុំមានខំកង់ឯងត្រូវហ៎ខ្ញុំព្យាយាមរកលុយព្យាយាមរៀនសូត្រយកអាហ្នឹងមកជាកម្លាំងជំរុញចិត្តណាហើយអត់មើលងាយខ្លួនឯងហើយអត់មើលងាយកង់ខ្លួនឯងហ្នឹងថ្ងៃក្រោយទៅគង់បានទេនេះជឿខ្ញុំមើលឲ្យតែយើងមានគោលដៅគឺគង់តែបានទេមិនចាំប្រៀបធៀបអីច្រើនទេគ្រាន់តែមើលគេជាគំរូហើយយកវាជាកម្លាំងជំរុញចិត្តទៅបានហើយមិនចាំបាច់ប្រៀបធៀបមើលងាយខ្លួនឯងទេដោយសារឥឡូវវីដេអូនឹងរៀងវែងនេះអូខេចំណុចទី10គឺបរាជ័យមិនគួរឲ្យខ្មាស់អៀននោះទេគ្រប់រឿងបរាជ័យទាំងអស់គឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យខ្ញុំដឹងថាអ្នកនរគ្នាស្លាប់ឮរឿងហ្នឹងច្រើនប៉ុន្តែបើអ្នកនរគ្នាកាន់តែគិតថាអូខ្ញុំឲ្យតាបរាជ័យគឺខ្មាស់គេគុំគិតចឹងពេលខ្ញុំចង់ឲ្យអ្នកនរគ្នាចាប់ផ្ដើមគិតឡើងវិញថានៅពេលដែលយើងបរាជ័យអីមួយយើងរៀនពីវាហើយខ្ញុំមិនដែលប្រាប់ខ្លួនឯងថាខ្ញុំបរាជ័យឯងពាក្យស្លោករបស់ខ្ញុំប្រចាំខ្លួនឯងខ្ញុំតែងតែប្រើគឺខ្ញុំនិយាយថា either I succeed or I learn ខ្ញុំមិនដែលប្រើពាក្យបរាជ័យទេខ្ញុំឈ្នះឬក៏ខ្ញុំរៀនបើសិនជាខ្ញុំឈ្នះខ្ញុំទទួលបានលទ្ធផលដែលខ្ញុំចង់បានគ្រប់ចិត្តខ្ញុំសប្បាយចិត្តបើសិនជាខ្ញុំអត់ឈ្នះទេគឺខ្ញុំរៀនសូត្រពីចំណុចមួយហ្នឹងហើយខ្ញុំទទួលបានបទពិសោធន៍ថ្មីដើម្បីធ្វើអ្វីកាន់តែទៅមុខទៀតហ្នឹងកាន់តែប្រសើរតែប៉ុណ្ណឹង failure is not embarrassing អូខេចំណុចបន្ទាប់គឺសុខភាពគឺជាទ្រព្យសម្បត្តិ yes កាលមុនខ្ញុំអត់ជឿទេខ្ញុំអត់ជឿខ្ញុំតែគិតថាខ្ញុំក្មេងតែគិតថាខ្ញុំហ្នឹងធ្វើអីក៏បានដែរខ្ញុំជីវិតរបស់ខ្ញុំប៉ុន្តែខុសហើយអ្នកនរគ្នាបើសិនជាយើងមានលុយមានកាក់មានទ្រព្យសម្បត្តិមានសម្រស់មានស្នេហាមានអីគ្រប់យ៉ាងទាំងអស់តែបើអ្នកនរគ្នាឈឺដេកនៅលើខែប៉ែតបាននឹងខ្លួនថាអូតាមពិតទៅសុខភាពសំខាន់ណាអ្នកនរគ្នាបើសិនជាអត់មានសុខភាពទេអ្នកនរគ្នានឹងបាត់បង់អ្វីគ្រប់យ៉ាងអាចនឹងបាត់បង់មនុស្សគ្រប់គ្នាក្នុងជីវិតទៀតនិយាយមែនណាតែបើអ្នកនរគ្នាមានសុខភាពល្អមានរាងកាយរឹងមាំមាំមួនមានបញ្ញាស្មារតីជ្រះថ្លាអឺអត់ចោះញោមអត់ខ្លាចគេរាងកាយយើងល្អសុខភាពល្អទាំងក្នុងទាំងក្រៅទាំងផ្លូវចិត្តទាំងផ្លូវកាយគឺអ្នកនរគ្នាធ្វើអ្វីបានគ្រប់យ៉ាងរលុយបានក៏ល្អក៏ប្រសើរមានឱកាសចំណាយពេលវេលាជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់កាន់តែល្អនិយាយទៅអត់មានបញ្ហាទាំងអស់អញ្ចឹងកុំរំលងជាពិសេសសុខភាពនឹងហើយរបៀបថែទាំសុខភាពយើងនិយាយគ្នានៅវីដេអូក្រោយចំណុចបន្ទាប់គឺរៀននិយាយថាទេដោយមិនរអៀសខ្លួននិយាយថាទេហ្នឹងមានន័យថាចេះបដិសេធមិនមែនឲ្យតែគេសុំអីយើងចេះតែអូខេឬក៏គេប្រាប់ឲ្យធ្វើអីចេះតែអូខេគេនិយាយអីក៏ចេះតែព្រមអើមួយគេទេអត់ទេយើងត្រូវរៀនប្រើការគិតរបស់ខ្លួនឯងអញ្ចឹង learn to say no without guilt អូខេកុំរអៀសខ្លួនបើសិនជាយើង no is a complete sentence no ទេហ្នឹងពេលថាទេហ្នឹងស្មើនឹងល្បះមួយប្រសិនបើគេចង់ឧទាហរណ៍ថាមានមនុស្សម្នាក់មកសុំស្នេហ៍យើងហើយយើងអត់ចេះនិយាយថាទេហើយយើងអត់ពេញចិត្តគេយើងចេះតែអូខេអាហ្នឹងវាពិបាកហើយនឹងជីវិតរបស់យើងពិបាកហ្មងក្នុងនាមជាមនុស្សស្រីបើគេមកសុំលេខទូរស័ព្ទយើងអត់ចង់ឲ្យប្រាប់ថាអត់ចង់ឲ្យបើគេមកខ្ចីលុយយើងអត់ចង់ឲ្យឬក៏យើងអត់មានលុយគ្រប់យើងកុំទៅខ្ចីលុយតដើម្បីឲ្យម្នាក់ហ្នឹងខ្ចីលុយយើងទៅខ្ចីលុយអ្នកផ្សេងដើម្បីយកលុយហ្នឹងមកឲ្យអ្នកហ្នឹងខ្ចីលុយពីយើងអត់ទេប្រាប់ថាទេទៅរៀននិយាយថាទេណាអ្នកនរគ្នាទេនោះសំខាន់
កុំតាមតែចាបាតចាទៅកាន់គ្រប់គ្នាបើអ្នកទាំងអស់គ្នាអូខេបាតចាជាមួយអ្នកផ្សេងគ្រប់រឿងទាំងអស់ហ្នឹងគឺគេអត់ឲ្យតម្លៃអ្នកទាំងអស់គ្នាហើយជីវិតអ្នកទាំងអស់គ្នាមានបញ្ហាធំហើយអូខេចំណុចបន្ទាប់គឺអ្នកទាំងអស់គ្នាមិនចាំបាច់សុំការអនុញ្ញាតពីអ្នកដទៃគ្រប់គ្នានោះទេពេលអ្នកទាំងអស់គ្នាចង់ធ្វើអីមួយចង់បង្កើតអីគេមួយអ្នកទាំងអស់គ្នាបើនៅតែចាំ everyone's approval អ្នកទាំងអស់គ្នានៅតែចាំការអនុញ្ញាតពីអ្នកដទៃគឺពិបាកខ្លាំងក្នុងជីវិតហ្នឹងជាពិសេសក្នុងវ័យ20ឆ្នាំហ្នឹងចង់ធ្វើអីបើសិនជាយើងអត់ប៉ះពាល់អ្នកដទៃបើសិនជាយើងអត់បំផ្លាញជីវិតខ្លួនឯងអត់បំផ្លាញអ្នកដទៃធ្វើទៅទោះបីជាមានគេគ្រប់គ្នានិយាយថា "No" ក៏ដោយរារាំងអ្នកនរគ្នាក៏ដោយអនុញ្ញាតខ្លួនឯងឲ្យធ្វើរឿងហ្នឹងឧទាហរណ៍ជាក់ស្ដែងខ្ញុំកាលពីឆ្នាំ2021ណានិយាយទៅតាំងពីក្មេងមកខ្ញុំតែងតែមើលកម្មវិធីប្រកួតសម្រស់ខ្លាចជាបវរកញ្ញាហើយខ្ញុំចង់អឺ challenge ខ្លួនឯងថាខ្លួនឯងធ្វើបានអត់នៅក្នុងវិស័យបវរកញ្ញាអញ្ចឹងឆ្នាំ2021ខ្ញុំដាក់ចូលរួមប្រកួតMiss World Cambodia and ដូចអ្នកនរគ្នាបែបបានស្គាល់ខ្ញុំពីមុនប្រហែលជាអ្នកនរគ្នាអត់ដឹងទេខ្ញុំឈ្នះជាមួយនឹងការប្រកួតហ្នឹងហើយខ្ញុំក្លាយទៅជា Miss World Cambodia 2021 and 2022ហើយបើសិនជាខ្ញុំស្ដាប់ហើយខ្ញុំចាំទទួលបានការអនុញ្ញាតពីគ្រួសារខ្ញុំនិងពីអ្នកដទៃអ្នកជុំវិញខ្លួនខ្ញុំគឺខ្ញុំនឹងមិនបានចូលរួមប្រកួតហើយក៏មិនបានឈ្នះដែរដោយសារតែពេលហ្នឹងខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើរឿងហ្នឹងដើម្បីខ្លួនឯងហើយប៉ាម៉ាក់ខ្ញុំតាមពិតដំបូងគាត់អត់ព្រមទេគាត់ថាអត់ឲ្យចូលទេអត់ឲ្យចូលទេគាត់មានហេតុផលរបស់គាត់ហើយខ្ញុំក៏ប្រាប់គាត់ថាអត់ទេខ្ញុំសុំចូលហើយកូនចង់តឹងកូនចង់ចូលហើយកូនស្រឡាញ់កូនចង់ឈ្នះខ្លួនឯងហើយខ្ញុំក៏ធ្វើឲ្យពួកគាត់ឃើញចុងក្រោយពួកគាត់ខ្លាចទៅជា fan របស់ខ្ញុំដដែលពួកគាត់ជាអ្នកគ្រប់គ្រងដ៏ធំបំផុតរបស់ខ្ញុំដដែល អញ្ចឹងបើអ្នកទាំងអស់គ្នានៅតែស្ដាប់ពាក្យអ្នកដទៃច្រើននៅតែគិតថាខ្វល់ថាអ្នកដទៃគិតមិនមកលើយើងជាពុកម្ដាយរបស់ខ្លួនឯងក្ដីជាបងប្អូនខ្លួនឯងក្ដីក្នុងការពេលខ្លះយើងដឹងថារឿងអ្វីទៅដែលល្អសម្រាប់យើងបើសិនជាពួកយើងបើយើងអត់ព្យាយាមបង្ហាញពួកគាត់ថាយើងមានអ្វីដែលគ្រប់គ្រាន់ក្នុងការឈ្នះទៅលើ challenge អីមួយឬក៏ធ្វើអីមួយទេក៏ពួកគាត់នៅតែអត់គាំទ្រដដែលអញ្ចឹងបើអ្វីដែលធ្វើល្អទៅបានគឺធ្វើវាសិនទៅធ្វើឲ្យបានល្អអស់ពីសមត្ថភាពចុងក្រោយពួកគាត់គង់តែយល់ពីយើងទេចំណុចបន្ទាប់គឺយើងត្រូវមានវិន័យនៅលើខ្លួនឯងកុំចាំតែតាមអារម្មណ៍មួយឆាវអញ្ចឹងឧទាហរណ៍ជាក់ស្ដែងគឺទៅហាត់ប្រាណឥឡូវជាក់ស្ដែងហ្នឹងខ្ញុំកំពុងព្យាយាមបង្កើតវិន័យមួយខ្លួនឯងគឺមិនចាំតែពេលណាដែលមានអារម្មណ៍ចង់ទៅហាត់ប្រាណមិនទៅហាត់ប្រាណទេគឺពេលណាខ្ញុំត្រូវកំណត់ពេលថាមួយអាទិត្យខ្ញុំហាត់ប្រហែលថ្ងៃឧទាហរណ៍ថា5ថ្ងៃអញ្ចឹងខ្ញុំត្រូវតែទៅឲ្យបានគ្រប់5ថ្ងៃមុននឹង take day off មុននឹងសម្រាកបើមិនចឹងទេរាងកាយរបស់ខ្ញុំអត់ដូចអ្វីដែលខ្ញុំចង់បានមិនដូចគោលដៅខ្ញុំកំណត់ទេអញ្ចឹងធ្វើអីអានឹងក៏អាច apply ទៅនឹងការងារបើសិនជាយើងថ្ងៃហ្នឹងយើងថាយើងខ្ជិលយើងអត់ចង់ធ្វើការងារហ្នឹងទេអញ្ចឹងយើងមិនងាយសម្រេចការងារហ្នឹងបានទេតោះតែយើងមានវិន័យថាអូខេខ្ញុំត្រូវតែធ្វើប៉ុណ្ណេះទើបខ្ញុំអាចទទួលបានរឿងនេះឬខ្ញុំអាចទៅដើរលេងបានឬក៏ខ្ញុំអាចមើលរឿងបានតើមានវិន័យអញ្ចឹងវិន័យគឺសំខាន់កុំធ្វើអីតាមតែចិត្តចង់បានអាហ្នឹងក៏ខ្ញុំកំពុងតែរៀនដូចគ្នាបន្តមកទៀតគឺភាពចិត្តល្អសំខាន់ប៉ុន្តែកុំចិត្តល្អរហូតដល់ថ្នាក់ឲ្យគេជន់ចាំមានន័យថាយើងចិត្តល្អយើងជួយគេតាមលទ្ធភាពយើងជួយបានប៉ុន្តែបើយើងចិត្តល្អហើយគេអត់ឲ្យតម្លៃហើយគេជន់យើងហើយឲ្យគេអឺយកប្រយោជន៍ពីយើងáណាគេហៅកេងប្រវ័ញ្ចលើយើងហ្នឹងអត់ល្អទេចិត្តល្អបានជួយចំមនុស្សអ្នកនរគ្នាកុំជួយអ្នកដែលអត់ត្រូវការកុំចង់ជួយគេហើយទៅជួយអ្នកដែលគាត់មានអ្វីរឿងទាំងអស់ហ្នឹងហើយឧទាហរណ៍ថាចង់ជួយតែទៅជួយអ្នកដែលគាត់អត់ខលំបាកផងតែទៅចែកកឲ្យគាត់សួរបានប៉ុនអត់មិនបានប៉ុនទៀតគេសើចយើងទៀតអញ្ចឹងយើងជួយឲ្យចំមនុស្សហើយបើសិនជាយើងទៅជួយគេហើយគេអត់អរគុណយើងបើយើងទៅជួយគេហើយគេនៅតែចង់កេងប្រវ័ញ្ចពីយើងហើយមនុស្សហ្នឹងអត់ល្អកុំចិត្តល្អជាមួយមនុស្សហ្នឹងពេកចិត្តល្អឲ្យត្រូវមនុស្សណាអ្នកនរគ្នាបន្ទាប់គឺរើសដៃគូឲ្យត្រឹមត្រូវដៃគូមានច្រើនដៃគូជាដៃគូ assignment ឬក៏ដៃគូស្នេហាឬក៏ដៃគូដែលជាមិត្តភក្តិហ្នឹង choose wisely choose your partner wisely ជាពិសេសស្នេហានឹងសំខាន់ដោយសារអីគ្រប់គ្នាតែមានស្នេហាខ្ញុំជឿហើយមិនថាវ័យមិនថាជាពិសេសអ្នកវ័យ20ឆ្នាំហ្នឹងកំពុងពេញអឺក្នុងវ័យស្នេហាក្នុងគុណនិយមស្នេហាហ្នឹងហើយមិនដឹងស្អីស្អាងខ្លះហើយអ្នកខ្លះគាត់មានគ្រួសារអ្នកខ្លះរៀបការអ្នកខ្លះជាប់ពាក្យអ្នកខ្លះធ្វើតែជាសង្សារអ្នកខ្លះ situationship អីចឹងទៅញ៉ាយគ្នាអីចឹងទៅប៉ុន្តែបើសិនជាអ្នកនរគ្នារើសមនុស្សត្រូវណាជីវិតរបស់អ្នកនរគ្នាប្រសើរហើយងាយស្រួលជាងមុនបើសិនជាមនុស្សម្នាក់នឹងតែងធ្វើឲ្យអ្នកនរគ្នាយំតែងធ្វើឲ្យអ្នកនរគ្នាពិបាកចិត្តម្នាក់នឹងមិនមែនជាដៃគូរបស់អ្នកនរគ្នាទេហើយបើអ្នកនរគ្នារើសត្រូវណា
អ្នកនរគ្នាមានកម្លាំងជំរុញចិត្តមួយដែលធ្វើអីបានល្អជាងមុនច្រើនចឹង choose your partner wisely ជាភាសា assignment រើសដៃគូខុសធ្វើ assignment ម្នាក់ឯងហើយ submit late ហើយធ្លាក់បន្ទុកទៀត choose them wisely 4ចំណុចចុងក្រោយគឺread more than you scroll អានេះខ្ញុំកំពុងតែច្អល់នេះ read more than you scroll please ប៉ុន្តែដោយសារតែខ្ញុំចូលចិត្តអានណាពីមុនខ្ញុំអានសៀវភៅបើថាកាលនៅក្មេងណានៅរៀនវិទ្យាល័យដឹងហើយអានប្រឡោមលោកម្ដង5ក្បាលមកយប់5ក្បាលអានអត់គេងទេគឺខ្ញុំអានសាហាវហ្មងហើយខ្ញុំចូលចិត្តអាន self development book ឥឡូវហ្នឹងនៅតែចូលចិត្តហ្នឹងហើយI'm trying to get back to fictional book ហើយចូលចិត្តអានរឿងបែបប្រឡោមលោកឥឡូវព្យាយាមអានឡើងវិញអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងទៀតហើយអ្នកនរគ្នាដែលបានលើវីដេអូហ្នឹងឯងធ្វើដូចខ្ញុំទៅព្យាយាមណាអ្នកនរគ្នាកុំ scroll ច្រើនពេកខ្ញុំនឹង scroll ដូចគ្នា I'm one of you guys I'm not saying everyone's like that if you read more it's good for you right អ្នកនរគ្នាចេះអានច្រើនស្រាប់ល្អបណ្ដោះទម្លាប់អានឲ្យច្រើនអានមិនថាអាចជាអានជាសៀវភៅតែមិនគាត់ថាសៀវភៅអាចអានជា journal អានជា blog ព្យាយាមអានតែកុំចោះ scroll ចោលអត់ប្រយោជន៍ scroll ក៏ scroll ទៅតែអានឲ្យច្រើនដូចគ្នាអូខេបន្ទាប់គឺអនុញ្ញាតឲ្យខ្លួនឯងហ្នឹងបដូរចិត្តរៀនបើកចិត្តគំនិតវ័យ20ឆ្នាំគឺជាវ័យមួយដែល explore រៀនសូត្រកើតកំហុសហើយអត់បើអ្នកនរគ្នានៅតែគិតថាលេខ6ណាអត់ឥឡូវនិយាយថាគូលេខ6ចេះបើអ្នកនរគ្នាមើលពីខាងនេះវាលេខ6តែបើមានអ្នកមើលពីខាងនោះទៅមុខអ្នកនរគ្នាវាលេខ9យល់អត់យល់ចំណុចហ្នឹងអត់មានន័យថាអញ្ញាតឲ្យខ្លួនឯងនឹងបដូរចិត្តចឹងគុំគិតថាជឿអីមួយហើយងប់ងល់នៅរឿងហ្នឹងយើងត្រូវចេះស្ដាប់អ្នកដទៃស្ដាប់ហើយយកមកគិតមើលសិនមិនមែនទេគេនិយាយអីជឿគេទេគេនិយាយឲ្យស្ដាប់មើលសិនថាវាមានប្រយោជន៍អត់តើវា make sense អត់វាមើលទៅវាតំណងអត់ហើយបើវាតំណងហើយយើងចេះស្ដាប់គេយើងដូរចិត្តត្រូវអត់ចឹងយើងត្រូវចេះបដូរចិត្តដែរមានថាយើងមានការគិតរបស់ខ្លួនឯងប៉ុន្តែបើអ្នកមានបទពិសោធន៍ជាងយើងអ្នកដែលគេដើរមុនយើងហើយគេឆ្លងកាត់ហើយគេមានលទ្ធផលល្អយើងហ៊ានស្ដាប់គេហើយយើងបដូរចិត្តព្យាយាមបដូរយុទ្ធសាស្ត្រធ្វើអីមួយក្នុងជីវិតថាការរៀនសូត្រឧទាហរណ៍ថាយើងរៀនយើងបានបន្ទុកតិចក្នុងវិធីសាស្ត្រដែលយើងរៀនអញ្ចឹងចឹងយើងបដូរចិត្តថាម៉េចមិនបដូរចិត្តថាឈប់រៀនទេណាបដូរចិត្តថាយើងរៀនប្រើវិធីសាស្ត្រថ្មីក្នុងការរៀនសូត្រឧទាហរណ៍យើងធ្លាប់មើលមេរៀនមួយយប់មុនប្រឡងដូចស្តៀងនេះសេរីមើលមេរៀនមួយយប់មុនប្រឡងហើយយើងបានបន្ទុកតិចបដូរយុទ្ធសាស្ត្ររៀនចង់បានបន្ទុកច្រើនរៀនមុនឲ្យយូរទៅរៀនបដៅពីគ្រូបរៀនហើយយកមករំលឹកនៅផ្ទះថ្ងៃម្ដងថ្ងៃទៅឬក៏ហើយណោះចំណាយពេល2អាទិត្យឬក៏1អាទិត្យមើលមេរៀនមុនប្រឡងកំសេរីមើល one night policy អីដូចខ្ញុំហ៎ពីចំណុចចុងក្រោយគឺភាពជោគជ័យមិនមែនតាក់ទងជាមួយនឹងការឲ្យអ្នកដទៃសរសើរទេមានន័យថាពេលខ្លះយើងធ្វើអីមួយហើយគេបញ្ចូលយើងគេសរសើរយើងច្រើនមានន័យថាមិនមែនមានន័យថាយើងជោគជ័យទេភាពជោគជ័យអាស្រ័យទៅលើអ្វីដែលយើងកំណត់អូខេអ្នកនរគ្នាភាពជោគជ័យមានច្រើនដំណាក់អ្នកនរគ្នាមិនចាំបាច់ជោគជ័យម្ដងហើយជោគជ័យម្ដងហើយឈប់ជោគជ័យទេមានន័យថាយើងចេះកំណត់គោលដៅហើយយើងចង់បានទៅដល់ចំណុចហ្នឹងត្រូវអត់ហើយពេលយើងធ្វើដល់ចំណុចហ្នឹងគេហៅជោគជ័យត្រូវអត់ហើយដល់ពេលតបមកយើងកំណត់គោលដៅទៀតយើងទៅធ្វើរឿងហ្នឹងបានគឺយើងជោគជ័យប៉ុន្តែមិនមែនតតែគេសរសើរពេលខ្លះយើងជោគជ័យរឿងអីដែលយើងស្ងាត់យើងធ្វើខ្លួនឯងគេអត់ដឹងទេយើងរក្សាឯកជនភាពរបស់យើងហើយជួនកាលមិនមានអ្នកណាគេមកសរសើរយើងក៏មិនមែនមានថាយើងមិនជោគជ័យដែរអញ្ចឹងម្ដងទៀតមិនមែនមានន័យថាយើងធ្វើអីមួយគេសរសើរច្រើនហ្នឹងយើងជោគជ័យទេអូខេតតែមានន័យថាយើងនឹងសម្រេចគោលដៅដែលយើងបានកំណត់ហើយអានឹងបានគេហៅថាភាពជោគជ័យពិតប្រាកដចំណុចមួយចុងក្រោយគេអូយ20ចំណុចអីក៏ច្រើនយ៉ាងនេះអ្នកនរគ្នាខ្ញុំនិយាយឡើងបែបពពុះមាត់ហ្នឹងនេះ20ចំណុចអូខេចំណុចចុងក្រោយគេនេះចំណុចទី20គឺ life is happening right now ជីវិតកំពុងតែកើតឡើងក្នុងពេលឥឡូវនេះរៀនរស់នៅក្នុងបច្ចុប្បន្នភាពខ្ញុំរំលឹកខ្លួនឯងហងៃបើមិនពេលខ្លះបើគិតគ្រឿងអតីតកាលរឿងដែលបានកាត់ឡើងយើងកាលម្សិលមិញអីចឹងដើរជពុបជើងដួលមកគេអញ្ចឹងនៅតែគិតអញ្ចឹងគេថាអើយមិនគួរសោះអញ្ចឹងមួយថ្ងៃហ្នឹងគឺនៅតែគិតរឿងហ្នឹងគឺអត់មានក្តីសុខទេធ្វើអីក៏កើតដែរនៅតែមុំម៉ៅខ្មាស់គេក្តៅក្រហាយអញ្ចឹងឬមួយក៏ថ្ងៃហ្នឹងរស់នៅថ្ងៃហ្នឹងឯងប៉ុន្តែគ្រូក្បាលគិតដល់ថ្ងៃស្អែកឬក៏10ឆ្នាំទៅមុខទៀតបាទអូយស្អែកធ្វើអីអូយស្អែកទៅនេះអូ10ឆ្នាំទៀតមិនមកទេអញ្ចឹងអាជីវិតយើងក្នុងថ្ងៃហ្នឹងក្នុងពេលបច្ចុប្បន្នហ្នឹងឆាចោលបាត់ហើយហ្នឹងចារំលឹកខ្លួនឯងឡើងវិញខ្ញុំនៅតែរំលឹកខ្លួនឯងដដែលហ្នឹងគឺថា live in the present
or life is happening right now ជីវិតកំពុងតែកើតឡើងឥឡូវហ្នឹងរៀននៅក្នុងបច្ចុប្បន្នរស់នៅក្នុងបច្ចុប្បន្នបើសិនបើអ្នកទាំងអស់គ្នាគិតរឿងខាងក្រោយរឿងអតីតកាលរឿងដែលបានកើតឡើងហើយរឿងខុសច្រើនហ្នឹងពេកអ្នកទាំងអស់គ្នា overthink ឬក៏ពេលខ្លះទៅជា depressed កែអត់បានទេអ្វីដែលធ្វើបានគឺពេលបច្ចុប្បន្នហ្នឹងឯងឬមួយក៏នៅតែគិតថាថ្ងៃមុខធ្វើម៉េចរកស៊ីអីបានអីហូបថ្ងៃស្អែកឬក៏អូមិនម៉ាយអញ្ចឹងគិតច្រើនពេកដល់ថ្ងៃមុខហ្នឹងក៏យកមានក្តីសុខដែរយើង worried you become anxious មានថាព្រួយបារម្ភច្រើនអញ្ចឹងគិតអនាគតគិតទៅតែកុំគិតច្រើនពេកគិតខាងក្រោយបាន reflect បានរៀនពីវាបាននៅពេលរៀនពីអតីតភាពបានឬក៏អីគេអតីតកាលបានប៉ុន្តែរៀនរស់នៅក្នុងបច្ចុប្បន្នសំខាន់ណាស់អ្នកនរគ្នាអូខេអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេក្នុងនាមជាមនុស្សស្រីម្នាក់ក្នុងខ្ទង់វ័យ20ឆ្នាំឬក៏អ្នកនរគ្នាបើសិនជាប្អូនអាយុប្អូនខ្ញុំអឺហៅខ្ញុំបងស្រីបានបងតេយបានហើយមានអីចែកម្លែកតែបងគេតែប៉ុណ្្នឹងទេ20ចំណុច20ចំណុច I wish I knew earlier in my 20s I'm still in my 20s but I'm learning it as well that's why I'm sharing them with you អូខេអញ្ចឹងខ្ញុំនៅក្នុង20ឆ្នាំហើយខ្ញុំកំពុងតែរៀនហើយកំពុងតែអនុវត្តផ្ទាល់ក្នុងចំណុចទាំង20ហ្នឹងដែលខ្ញុំបានចែកម្លែកខាងវីដេអូនៅក្នុងវីដេអូនេះនៅខាងដើមចាប់ពីចំណុចទី1រហូតដល់ទី20ហ្នឹងសង្ឃឹមអ្នកនរគ្នារៀនអ្វីបានថ្មីយ៉ាងហោចណាស់បានមកចំណុចទៅ2ចំណុចដែលយកមកអនុវត្តបានក្នុងពេលបច្ចុប្បន្នហើយបើមានសំណួរអីឬក៏មានការគិតមាន comment អីអាច comment នៅខាងក្រោមបានហើយបើចង់បានវីដេអូខាងក្រោយទៀតតទៅជាមួយ topic អីមួយអ្នកនរគ្នាក៏អាច request មកបានហើយសង្ឃឹមថាអ្នកនរគ្នានឹងជួយ like នៅក្នុងវីដេអូហើយក៏ share ទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនឬក៏អ្នកណាផ្សេងទៀតដែលត្រូវការ advice មួយនេះឬក៏អាច subscribe នៅក្នុង channel របស់ខ្ញុំសម្រាប់តាមដានវីដេអូផ្សេងទៀតអូខេសង្ឃឹមថាជួបអ្នកនរគ្នានៅវីដេអូក្រោយ